បាទជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកដល់ការរៀន English Grammar នៅថ្ងៃនេះអញ្ចឹងនៅក្នុងមេរៀនទី1នេះ Chapter 1 គឺយើងនិយាយអំពី sentence ឬក៏ហៅថាភាសាខ្មែរហៅថាប្រយោគថា When we speak or write we use words we generally use these words in groups គឺថាកាលណាយើងនិយាយឬក៏សរសេរគឺយើងប្រើពាក្យជាទូទៅយើងប្រើពាក្យទាំងនេះជាក្រុម example ឧទាហរណ៍ដូចជា My father drives a car to work ឪពុករបស់ខ្ញុំបើកបររថយន្តទៅធ្វើការ A group of words like this which makes complete sense is called a sentence ក្រុមនៃពាក្យទាំងអស់ដែលមានដូចក្នុងឧទាហរណ៍ខាងលើនេះគឺគេហៅថាប្រយោគហើយអញ្ចឹងយើងចូលមកដល់បន្តទៀត kind of sentence ប្រភេទនៃប្រយោគ There are 4 kinds of sentence ប្រយោគគឺមាន 4 ប្រភេទ 1. Declarative or accusative sentence គឺចង់សំដៅទៅលើប្រយោគប្រាប់សេចក្តីឬក៏អំណាងឬក៏គេអាចហៅថាវាជាប្រយោគស្របមួយក៏បានដែរ Example ឧទាហរណ៍ដូចជា Teacher is in a classroom យើងសេនៅក្នុងជាទម្រង់ស្របបានលោកគ្រូនៅក្នុងថ្នាក់រៀនបានយើងសរសេរជាទម្រង់ស្របអញ្ចឹងវាក៏ជាគឺចង់បង្ហាញថាយើងប្រាប់ថាលោកគ្រូគឺនៅក្នុងថ្នាក់រៀនបានថាយើងអះអាងឬក៏ដំណើរប្រាប់ឬក៏ថ្លែងសេចក្តីប្រាប់ថាលោកគ្រូនៅក្នុងថ្នាក់រៀន 2. Interrogative sentence ប្រយោគសួរឧទាហរណ៍ example What are you doing តើអ្នកឯងកំពុងធ្វើអីហ្នឹងគឺជាប្រយោគសួរបានថាបើសិនជាយើងសួរទៅនរណាម្នាក់យើងសេប្រយោគជាទំនងសំណួរគេហៅថា interrogative sentence ទី3គឺ imperative sentence គឺប្រយោគបង្គាប់បញ្ជាឬក៏សំណើឬក៏ជាអង្វរឧទាហរណ៍ដូចជា Be quiet សូមស្ងាត់ Please help me to complete my exercise សូមជួយបញ្ចប់លំហាត់របស់ខ្ញុំផងអញ្ចឹងដែលយក Be quiet វាចង់បង្ហាញពីការបង្គាប់បញ្ជា Please help me to complete my exercise គឺជាការស្នើសុំឬអង្វរឲ្យគេជួយយើងអាហ្នឹងគឺជា imperative sentence ហើយគឺយើងប្រើវានៅក្នុងទម្រង់មួយដែលយើងដាក់សំណើឬក៏យើងបង្គាប់បញ្ជាឬក៏យើងអង្វរស្នើសុំគេឬក៏អាចបង្គាប់ឲ្យគេធ្វើអញ្ចឹងអាហ្នឹងគេហៅថា imperative sentence ទី4 exclamatory sentence គឺប្រយោគឧទានប្រយោគឧទានហ្នឹងយ៉ាងម៉េចគឺចង់សំដៅទៅលើប្រយោគដូចជាការស្រែកលាន់មាត់អីការភ្ញាក់ផ្អើលអីចឹងគឺថាប្រយោគឧទានហើយយើងមើលឧទាហរណ៍ How hot today is អូថ្ងៃនេះក្តៅម៉េះអញ្ចឹងដូចជាយើងលាន់មាត់ឬក៏យើងភ្ញាក់ផ្អើលថាថ្ងៃនេះវាក្តៅយើងអាច How today is ថ្ងៃនេះក្តៅម៉េះតទៀតឧទាហរណ៍ទៀត Wow you are so beautiful today អូថ្ងៃនេះឯងស្អាតបានថាវាជាការភ្ញាក់ផ្អើលជាការលាន់មាត់ឬក៏ភ្ញាក់ផ្អើលថា
អូថ្ងៃនេះមើលទៅអ្នកឯងស្អាតចឹងអញ្ចឹងសរុបមកវិញគឺក្នុងមេរៀនទី1នេះគឺយើងនិយាយពីប្រយោគកាលណាពាក្យជាច្រើនដែលយើងផ្គុំចូលគ្នាហ្នឹងគេហៅថាជាប្រយោគហើយប្រយោគយើងចែកចេញជា4ប្រភេទគឺទី1គឺ declarative or accusative sentence interrogative sentence imperative sentence exclamatory sentence អញ្ចឹងទាំងអស់ហ្នឹងគឺជាប្រយោគអញ្ចឹងយើងត្រូវចាំថាប្រយោគទាំង4ហ្នឹងបាទសូមអរគុណដែលបានចំណាយពេលនិងទស្សនានិងរៀន English Grammar របស់ខ្ញុំដែលមេរៀនទី1នេះគឺនិយាយពី sentence សូមតាមដាននៅមេរៀនបន្តទៀតនៅពេលក្រោយបាទសូមអរគុណនិងសូមជម្រាបលា